ចឹងយើងបន្ទាប់ពីយើងរៀនបានតាក់ទងជាមួយនឹងការធ្វើលំហាត់3នេះហើយឃើញថាគ្នាយើងI think បាទបងគិតទៅថាបានគ្នាយើងរៀងល្មមដែរ send មកឲ្យបងជានៅអ្នកខ្លះអត់ទាន់ឃើញ send ទេចឹងអ្នកដែលអត់ទាន់បាន send គឺ send ឲ្យហើយមកអញ្ចឹងគឺ3លំហាត់ហ្នឹងគឺឲ្យគ្នាយើងចេះតាំងពីទទួល input ចេះ type conversion ចេះប្រមាណវិធី arithmetic ហើយជាមួយនឹងគណិតអីសិនទាំងអស់មកគឺឲ្យស្គាល់អីដែលជា basic ដែលយើងរៀនមកគឺ cover topic ហ្នឹងទាំងអស់អញ្ចឹងឥឡូវយើងចូលមកដល់ topic ថ្មីគឺតាក់ទងជាមួយនឹង control flow ជា control flow គឺនិយាយពីអីគេ control flow គឺនិយាយតាក់ទងជាមួយនឹងការកំណត់លក្ខខណ្ឌគឺអាហ្នឹងវាទាក់ទងជាមួយការកំណត់លក្ខខណ្ឌតាក់ទងជាមួយនឹង loop ហើយនឹង more advanced topic ទៀតតាក់ទងជាមួយនឹងឲ្យទៅ under control flow អញ្ចឹងអ្វីដែលយើងត្រូវរៀនដំបូងគេគឺទី1តាក់ទងមួយ comparison operator យើងរៀនឲ្យស្គាល់ថាcomparison operator ហ្នឹងមានអីខ្លះមុននឹងយើងចូលដល់ conditional statement ព្រោះអានេះគឺ normally comparison operator គឺត្រូវស្គាល់ព្រោះដោយសារនៅពេលដែលយើងឲ្យគេហៅថា statement មួយឬក៏លក្ខខណ្ឌណាមួយគឺយើងត្រូវឲ្យស្គាល់ comparison operator ហ្នឹងដើម្បីយើងឲ្យលក្ខខណ្ឌទៅវាត្រូវទី3តាក់ទងជាមួយនឹង ternary operator ទី3តាក់ទងជាមួយ logic operator អាពីរនេះគឺឲ្យយើងឲ្យស្គាល់តាក់ទងជាមួយនឹង operator បន្តទៀតអានេះយើងគ្រាន់ឲ្យស្គាល់លក្ខណៈ comparison ធម្មតាប៉ុន្តែអានេះយើងរៀងជ្រៅជាងមុនយើងឲ្យស្គាល់ថាternary មិនអា logic មិនព្រោះដោយសារនៅពេលយើងសរសេរតាក់ទងជាមួយនឹង conditional statement គឺយើងត្រូវយកពួកអាហ្នឹងមកប្រើទី3គឺតាក់ទងជាមួយនឹងshort circuit evaluation ទី1 chaining comparison quiz នេះតាក់ទងជាមួយ loop for else next loop interval while loop infinite loop ហើយជាមួយនឹងលំហាត់អញ្ចឹងអា loop គឺនៅពេលដែលយើងចេះបានអានេះគឺក្នុងមួយ topic នេះគឺនៅពេលដែលយើងចប់បានអាទាំងអស់ operation ហ្នឹងលំហាត់គឺបងដាក់ពីកម្រិតដំបូងរហូតដល់កម្រិត8ឲ្យគ្នាយើងដោះស្រាយឲ្យបានគ្រប់ទៅបងគិតថាគ្នាយើងអាចធ្វើបានបាទបងអាចតទៅលូកបានព្រោះដោយសារអានេះយើងត្រូវឲ្យចេះច្បាស់សិនបាទយើងអាចតមេរៀនតទៅមុខទៀតព្រោះទៅដល់ loop គឺភាគច្រើនគឺគ្នាយើងចាប់ដើមវល់ហើយព្រោះ loop ហ្នឹងគឺច្រើនតង់ណាអញ្ចឹងទី1តកតងមួយ comparison operator comparison operator ហ្នឹងនិយាយថាម៉េច comparison operator វាជា operator មួយដែលយើង compare value វាដូចនៅក្នុងគណិតដែរនៅក្នុងគណិតយើងមិនមាន comparison operator របៀបធៀបរបៀបអីហ្នឹងវាមានអីគេខ្លះមានតូចជាងធំជាងស្មើណាមិនស្មើឬក៏អីហ្នឹងគឺផ្ទុយអញ្ចឹងតែណាអញ្ចឹងនៅក្នុង Python ឬវាក៏ដូចគ្នាដែរវាអត់មានអីខុសពីហ្នឹងទេគឺអ្នកថា Python តកតងជាមួយនឹងគឺយកគណិតមកប្រើវិញទេណាយល់កូដទាំងអស់គឺត្រូវយកគណិតមកប្រើណាអញ្ចឹងសញ្ញាទាំងអស់នេះគឺយើងធ្លាប់ដឹងនៅក្នុងគណិតយើងធ្លាប់ប្រើវាអត់ពិបាកណាស្មើតែស្មើនេះក៏មិនមែនស្មើតែមួយណាមិនអាសញ្ញាស្មើដូចនៅក្នុងគណិតធម្មតាតិចទៅក្នុងគណិតដាក់ស្មើអញ្ចឹងអាហ្នឹងអត់ទេស្មើមួយគឺជា assign value ណាតែចាំស្មើមួយគឺ assign value ស្មើពីរស្មើអូខេចាំប្រយ័ត្នបងសួរងួននឹងលើក្រោយតិចអត់ដឹងណាប្រយ័ត្នហើយណាមួយទៀតប្រយ័ត្នដែរតែពេលសិស្សអូនមកសួរថាបងអាពីរហ្នឹងខុសគ្នាហ្មងបើនៅខាងបើនៅក្នុងគណិតខ្ញុំដាក់ស្មើស្មើដែរណាបន្ទាប់មកមានអីគេសញ្ញាធំជាងតូចជាងមិនស្មើទៅជាមួយនឹងតូចជាងឬស្មើអញ្ចឹងទៅធំជាងឬស្មើអញ្ចឹងទៅណាអញ្ចឹងនៅក្នុង Python បើយើងតាក់ទងជាមួយនឹងស្មើឧទាហរណ៍ថានេះជប់សិនឧទាហរណ៍ថានៅខាងក្នុងនោះបងមានលក្ខណៈថាបងចង់ print 5ស្មើ3អត់អូខេអញ្ចឹងដល់ពេលដែលយើង print ចេញមកគឺវានឹងជាពាក្យថា false គឺមានន័យថាមិនពិតនៅក្នុងបើនៅក្នុងគណិតយើងក៏វាក៏មិនពិតដែរតែយើងត្រូវសេអក្សរថាគេដូច្នេះ5មិនស្មើ3ទេណាអាហ្នឹងយើងត្រូវទៅសេខ្វះក្បាយទៀតតែនៅក្នុងភាសាកូដគឺអត់អីទេគឺចេញតែ false ហើយ true មកទេ1ហើយ0ឬក៏អីហ្នឹងទៅណាហើយអាធំជាងហ្នឹងគឺវាអីទេ operator ហ្នឹងគឺគ្នាយើងស្រួលវាអត់មានអីពិបាកថាគេយើងតទៅមុខទៀតតើតើជាមួយនឹង comparison operator ដែលឲ្យឃើញយើងស្គាល់តើតើជាមួយនឹង comparison operator ក៏វាអាច compare តើតើជាមួយនឹងអក្សរដែរណាអញ្ចឹងឧទាហរណ៍ថាបងចង់ print ហើយបងចង់ដាក់ពាក្យថា back ហើយ equal ជាមួយនឹង back
ចាំបង print មកគឺវានឹងចេញអីគេវានឹងចេញ true ឯណាវានឹងចេញ true ព្រោះវាដូចគ្នាអូខេបន្ទាប់មកក៏វាអាចនឹងចេញវាអាចនឹងប្រៀបធៀបធំជាងឬក៏តូចជាងដែរណាអញ្ចឹងបងចង់ print ថា print back យើងថា back ហ្នឹងធំជាង apple ណានៅក្នុងគណិតយើងអាច compare បានតាលេខជាមួយនឹងលេខទេត្រូវទេអត់អាចអក្សរបានទេតែនៅក្នុងកូដគឺអាចបានហេតុអ្វីបានគិតថាគេថា B នេះback ហ្នឹងធំជាង apple ព្រោះដោយសារនៅក្នុងកូដគឺអក្សរនីមួយៗគឺមានតំណាងលេខណាអញ្ចឹងឥឡូវបើយើងចូលទៅលក្ខណៈថាចាំតិច អញ្ចឹងវាមាននៅក្នុង ASCII table យើងដឹងព្រោះលេខព្រោះអក្សរនីមួយឬក៏លេខនីមួយហ្នឹង character នីមួយហ្នឹងគឺវាសុទ្ធតែតានៅក្នុង ASCII ឯនេះដូច A 65តែ B 66អញ្ចឹងនៅពេលដែលវា convert នៅពេលដែលវាធ្វើកន្លែងនេះវា print back នេះគឺវាមិនមែនមើលអក្សរទាំងអស់ណាវាយកបូកបញ្ចូលគ្នាគឺវាមើលចាប់ផ្ដើមអក្សរដំបូងនេះអញ្ចឹងបើអក្សរដំបូងនេះមើល B ប្រហែល value វាបើនៅក្នុង ASCII គឺប្រហែលមិន65 B 66A 65អញ្ចឹង66វាច្បាស់ជាធំជាង65ហ្នឹងត្រូវទេអត់អញ្ចឹងបានជាហេតុពេលវា print មកគឺចេញ true ព្រោះដោយសារ back នេះវាធំជាង apple តិចពេលគេសួរថាតើអាហ្នឹងគេ compare មិនត្រូវចាំគឺវា compare ចាប់ផ្ដើមពី character ដំបូងមកគឺវាមិនមែនយកទាំងអស់ហ្នឹងយកបូកបញ្ចូលគ្នាហើយបាននេះទេគឺវាយក character ដំបូងធៀបជាមួយនឹង character ដំបូងអូខេហើយហ្នឹងអឺបន្ទាប់មកតកតងជាមួយនឹងលេខធម្មតាគឺគ្នាយើងបានស្គាល់វាមិនទៅពិបាកណាត្រូវទេវាអត់មានអីទេតកតងជាមួយនឹងលេខធម្មតាគឺគ្នាយើងអាចធ្វើកណិតបានដែរគាត់ឃើញដឹងទេណាត្រូវទេបន្ទាប់មកតកតងជាមួយនឹង conditional statement ណា conditional statement ហ្នឹងមិន conditional statement ហ្នឹងគឺតកតងជាមួយនឹងការអឺ make decision ណាថាយើងគួរដើរផ្លូវណាយើងមិនគួរដើរផ្លូវណាតើអាលទ្ធផលនេះ expression នេះវាគួរដើរទៅផ្លូវនេះឬក៏វាដើរទៅផ្លូវនោះអូខេអាហ្នឹងអាស្រ័យទៅលើអីនៅអាស្រ័យទៅលើ value ដែល user ឲ្យឬក៏អ្វីដែលយើងកំណត់អញ្ចឹងទី1តើតើជាមួយនឹង if else if else ហ្នឹងមិន if បើយើងនិយាយជាភាសាខ្មែរបើសិនអានេះត្រូវចូលអ្នកធ្វើអាហ្នឹងដល់ពេល else បើមិនស្មើណាបើអានេះបើសិនវាត្រូវអានេះវាចូលនេះបើសិនមិនត្រូវគឺវានឹងលោតអានេះវិញអូខេអញ្ចឹងយើងដឹងទេតែប៉ុណ្ណឹងមកចឹងឧទាហរណ៍ថានៅខាងក្នុងនេះបង comment វាចោលសិនចឹងឧទាហរណ៍ថាយើងមាន A មួយ A វា value 5 B បងមាន value 2អញ្ចឹងពេលបងកំណត់ statement បងដាក់ if យើងឲ្យ expression ណាយើងឲ្យ expression if A នេះអញ្ចឹងយើងប្រើ comparison operator if A ធំជាង B អញ្ចឹងយើងដាក់សញ្ញាចុចមួយយើង print នេះគេយើងចង់ print ថា it's true that A ធំជាង B else យើងដាក់ else មកគឺ print it's not true that yeah B ធំជាង A A ធំA ធំជាង B ណាអញ្ចឹងឧទាហរណ៍ print ឥឡូវយើងគិតមើលនៅខាងក្នុងតើវាចូលលក្ខខណ្ឌមួយណាយើងមើលថាតើវាចូលលក្ខខណ្ឌមួយណា A លក្ខខណ្ឌវាគឺ A មាន value ប្រហែល5 B មាន value 2 if បើសិន A ហ្នឹងវាធំជាង B ចូលអ្នក print អានេះទៅ console ថាវាត្រូវបើសិនអា A នេះវាមាន value តូចជាង B វិញចូលអ្នកធ្វើអានេះវិញចុះឧទាហរណ៍ថាតើឥឡូវវាចេញអីគេចឹងវានឹងនិយាយថា it's true that A ធំជាង B អូខេអញ្ចឹងបន្ទាប់ពី if កន្លែងហ្នឹងយើងត្រូវចាំកាលណាមាន if គឺមាន else ប៉ុន្តែនៅក្នុងលក្ខខណ្ឌខ្លះបើ nest if else អាហ្នឹងបានយើងចាំបាច់ថាយើងមិនបាច់មាននៅក្នុងនេះប៉ុន្តែនៅក្នុង programming ផ្សេងៗយើងអាចទៅសេ if ទៅទេអានេះក៏អាចទៅសេ if ទៅទេដែរប៉ុន្តែគ្រាន់តែអា else នេះគឺយើងពេលយើងដាក់មកគឺដើម្បីគេដើម្បីឲ្យវា print មកចេញមកស្អាតឲ្យយើងដឹងនៅពេលដែលយើង debug code ពេលយើងធ្វើ code លក្ខណៈថាមិន debug code ឬក៏អីទេទៅជាមួយនឹង application ធម្មតាឧទាហរណ៍ថាយើងមិន log in ចូលទៅក្នុង page បើ password ហ្នឹងវាអត់ត្រូវជាមួយ password ដែលយើងបាន register ទេ
វាអត់ឲ្យយើងចូលអញ្ចឹងវាមិនចូលលក្ខខណ្ឌ L ត្រូវទេចូលវាត្រូវបើវាត្រូវវាមិនមក print វាថាយើងអាចឲ្យយើង login ចូល page បានអូខេអញ្ចឹង if L អាហ្នឹងគឺអញ្ចឹងបន្ទាប់មកតកតងជាមួយនឹង if L គឺយើងឥឡូវបងមាន example មួយទៀតតកតងជាមួយនឹងពេលយើងទទួល input វិញអញ្ចឹងឧទាហរណ៍ថាបងមាន variable 1បងដាក់ថា input បងឲ្យ user អីគេ enter your first អីគេ number អូខេចឹងហើយហ្នឹងក៏មកបងដាក់ variable 2បងដាក់ថា input enter your second number អូខេអញ្ចឹងបើនៅខាងក្នុងនេះបើ variable 1មកចង់ឲ្យ variable 1ដូចជា variable 2ណាអញ្ចឹងពេលយើង print មកអញ្ចឹងវាឲ្យនឹងនេះបងដាក់ថា variable 1 variable 2អានេះvariable 2 variable 1ណាចឹងឯនោះម្ដងទៀតយើង reprint វាម្ដងទៀតមកណាអញ្ចឹងយើង enter first number ឧទាហរណ៍មកនេះនេះលេខ2ចុះហើយបងនេះឲ្យនេះលេខ5ណាអញ្ចឹងវានឹងមក print អីគេមក print នេះណាព្រោះដោយសារអីគេ first number ពេលយើង store ក្នុង variable 1 គឺ2ហើយ enter your second number គឺវា store លេខ5អញ្ចឹងវាគិតថាវាដំបូងវា check មើលនេះថាតើ variable 1ហ្នឹងធំជាង variable 2អត់ទេព្រោះ variable 1ទូជាង variable 2អញ្ចឹងលក្ខខណ្ឌហ្នឹងគឺវា exception ហើយវា exception វាចូលមកនេះហើយអូខេអញ្ចឹងពេលវាចូលមកដល់អាហ្នឹងគឺវានឹង print នេះវាថា it's not true that variable 2តូចជាង variable 1អូខេចុះបើយើង print កន្លែងនេះឧទាហរណ៍ថាឥឡូវបង print កន្លែងនេះបងដាក់ពាក្យ back វិញហើយបងដាក់ថា apple អូខេអញ្ចឹងវាដូចតែយើងគិតតា back អីគេ b មិន66ត្រូវអត់ b មិន66 a មិន65ណាអញ្ចឹងវាក៏ចាប់ដើម compare វា convert នៃ value វា convert ទៅអីគេវា convert ទៅជា65ព្រោះដោយសារអីគេ back អក្សរ b គឺ66 b 66អានេះ convert ទៅជាគេconvert ទៅជា65អញ្ចឹងនៅពេលដែលពេលវាយកធៀបវាមិនមែនយកពាក្យ back ឲ្យ apple មកធៀបទេគឺវាយកលេខមកធៀបណាលេខនៅក្នុងអីគេលេខនៅក្នុង hexadecimal ណាអញ្ចឹងយើងត្រូវចាំនៅក្នុង ASCII table គឺអាហ្នឹងណាគឺលេខគឺវាមានលេខគឺមិនលក្ខណៈថាសុកគឺកុំព្យូទ័រស្គាល់អក្សរ ABC ទេណាគឺវាស្គាល់ដោយសារលេខទេណាអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងហើយគឺវាចាប់ដើមមកគិតថាតើback variable 1 66នេះវាគួរតែធំជាងwait back b 66តាយ៉ាត្រូវហើយអញ្ចឹងវាគិតថា66ហ្នឹងវាធំជាង65អត់វា check ឲ្យថា66ធំជាង65ពិត print ចេញមកប៉អញ្ចឹងបើកន្លែងហ្នឹងបងដូរវិញបងដាក់ឥឡូវនេះ apple វិញហើយបងគាត់ដាក់ back តើវានឹងចេញអីគេមកសូមមតិឲ្យយើងបងមាន4លំហាត់នេះឲ្យធ្វើទី1តើតទៅជាមួយនឹង even or odd អញ្ចឹងគេឲ្យគេ write a program that tell user input as a number then determine whether the number is even or odd អាហ្នឹងគិតខ្លួនឯងថាត្រូវធ្វើម៉េចបន្ទាប់មកទី2 positive or negative ធ្វើដូចគ្នា input ដូចគ្នាហើយបានយើង determine តបមក pass or fail អូខេអញ្ចឹងមានន័យថា write a program take user as score if score 50 or above កន្លែងហ្នឹងមើល50 or above ត្រូវមើលកន្លែង keyword កន្លែងហ្នឹងគឺត្រូវ ប្រើ comparison operator ឲ្យគេហើយវានឹង display pass otherwise display fail ទី4តទៅជាមួយនឹង voting eligibility write a program that asks a user for their age if age is 18 or older keyword ដែរ or older display eligible to vote otherwise display not eligible ណាអញ្ចឹងនៅក្នុងនៅក្នុងលំហាត់នីមួយៗគឺគ្នាយើងត្រូវមើល keyword វាណា keyword កន្លែងហ្នឹងគឺបញ្ជាក់ឲ្យយើងច្បាស់ថាយើងគួរប្រើ operator អីគេតែអាលំហាត់ខ្លះអត់ប្រាប់ទេអាហ្នឹងយើង determine ខ្លួនឯងណាអាហ្នឹងយើងឲ្យលក្ខខណ្ឌឯងទេប៉ុន្តែលំហាត់ខ្លះគេអាចនឹងលួចបញ្ជាក់បន្តិចតួចទេដូចនៅក្នុងគណិតគេលួចបញ្ជាក់បន្តិចតួចឲ្យយើងអញ្ចឹងយើងបើយើង notice យើងធ្វើចេញស្រួលអូខេហ្នឹង
ឥឡូវយើងតមកមួយទៀតតកតងជាមួយនឹង if else ជាមួយនឹង else if statement ណាអញ្ចឹងអាហ្នឹងវាមិនខុសអីពី if else ទេប៉ុន្តែគ្រាន់តែអានេះវាអាចមានការ check condition បានច្រើនជាងមុនឧទាហរណ៍ថាបើ condition ទី1អត់ត្រូវយើងមាន condition ទី2 check បន្តទៀតតែមុនយើងមានតែ condition តែមួយឯងកាលណាអាមួយនឹង check អត់ត្រូវគឺអត់គឺវានឹងចុះ L ឯងប៉ុន្តែសម្រាប់អានេះគឺយើងមានអានមួយ condition ទៀតឧទាហរណ៍ថាអានេះយើងឲ្យវាថាធំជាងអញ្ចឹងឧទាហរណ៍បើ user គាត់ដាក់លេខមកស្មើគ្នាអញ្ចឹងវាធ្វើម៉េចឥឡូវឧទាហរណ៍ថាពេលបងដាក់ថាលេខ5ថានេះលេខ5ដែរវាទៅចេញថាអានេះ true វិញអញ្ចឹងយើងត្រូវមាន check មក condition ទៀតណាអញ្ចឹងយើងត្រូវដាក់អីគេយើងអាចត្រូវឲ្យគេពាក្យថា elif ណា elif យើងដាក់ថា variable 1 condition ទី2គឺស្មើនឹង variable 2អញ្ចឹងយើងអាច print មកថា that's true that variable 1ធម្មជា variable 2ស្មើណាចូលថតយើងដាក់5គឺវានឹង check ទៅ condition ទី2ណាអាមិញគឺមានន័យថាពេលវានោះគឺទី1នេះទី1នោះពេលវា check condition មកវាលក្ខណៈថាវាអត់ find ថា condition មួយវាថាវាអត់មាន condition មួយទៀតបើវាទៅ L ក៏វាអត់ត្រូវដែរព្រោះដោយសារ L ហ្នឹងនៅពេលដែល alert ហ្នឹងវាអត់ត្រូវអញ្ចឹងដោយសារ5គឺវានឹងចូល condition ទី1ឯងទោះបីអត់ត្រូវមិនក៏ដោយគឺទៅវិញវាឆ្លងកាត់ទី1អញ្ចឹងវា print ទី1 out មកអញ្ចឹងជាហេតុដែលគេមាន elif មួយទៀត elif ហ្នឹងគឺមានតួនាទីនៅក្នុងការ check condition ទី2ឧទាហរណ៍វាមានច្រើនហ្នឹងទៅចុះឧទាហរណ៍ថាមាន example មួយទៀតតកតងថាឥឡូវយើងដាក់តកតងជាមួយនឹងdriving ចុះឧទាហរណ៍ថាបងដាក់ថា age អញ្ចឹងបងធ្វើថា input enter your age ណាអញ្ចឹងបងដាក់ថា if ណា if អីគេ if in អញ្ចឹងបងប្រើ type conversion ដោយសារអានោះវាជាអក្សរទេណាជានេះជា string ទេអញ្ចឹងបងត្រូវ convert វាទៅជា number អានេះហេតុអីបានវា work ដោយសារគេយើង compare string ជាមួយនឹង string អូខេឡើយហ្នឹង string ជាមួយនឹង string ទេអញ្ចឹងឥឡូវយើងដាក់ in អីគេ in នៃ age អញ្ចឹងបើវាតូចជាង18យើងដាក់ថាអីគេ print you are young to គេ to drive អូខេបន្ទាប់មកបងមាន condition ទី2យើងដាក់ថា in នៃ age age ស្មើជាមួយនឹង18បងដាក់ថា print you are you need to have a driving license plus អូខេបន្ទាប់មកដល់ពេល else អីគេ else នៅពេលណាដែលធំជាងហ្នឹង you អីគេ print you can drive ណាអញ្ចឹងដោយសារគេបងចង់ធ្វើអាហ្នឹងដោយសារអានេះបើយើងគិតហ្មងបើយើងចង់ធ្វើឲ្យស្រួលមួយទៀតលក្ខណៈថាយើងអត់ចង់ធ្វើអា in អា in វាមានច្រើនទេបងអត់ចង់ដាក់ថា conversion ឡើងហ្នឹងទេបងចង់ប្រើអាធ្វើរបៀបស្រួលអញ្ចឹងរបៀបស្រួលយើងដាក់នេះអូខេបងប្រើអាស៊ីដូចជាអញ្ចេះត្រូវដាណាជាដូចជាតាយ៉ាដល់ពេលយើង print ឧទាហរណ៍បងដាក់លេខ18យ៉ាអញ្ចឹងមានន័យថានៅពេលដែលបងដាក់លេខ18គឺវានឹង convert ទៅជា integer អញ្ចឹង18 age 18ហ្នឹងគេដាក់ថាគេនេះ check condition ទី1តើ18ហ្នឹងតើ age របស់យើងនឹងតូចជាង18អត់ទេវាជា18អញ្ចឹងលក្ខខណ្ឌហ្នឹងគឺវាអត់ត្រូវទេអញ្ចឹងវាចូលមកលក្ខខណ្ឌទី2តើ age ហ្នឹងត្រូវស្មើមួយ18អញ្ចឹង age យើង input បាន18អញ្ចឹង18ស្មើអញ្ចឹង18ស្មើគឺយើង print ថាអ្នកឯងត្រូវការ driving license test អញ្ចឹងវានឹងចូល condition ទី2ហើយវាអត់អាចទៅ condition ចុះបើយើងដាក់ធំជាងនឹងឧទាហរណ៍ដាក់ថា30ឆ្នាំ you can drive ព្រោះដោយសារអីគេ condition ទី1ក៏អត់ត្រូវ condition ទី2ក៏អត់ត្រូវវាចូលមក condition ទី3អូខេឡើយហ្នឹងយល់